ភ្ញាក់ហើយមែនទេចុះហត្ថលេខាលើលិខិតលេងលេះនេះមកមុខមាត់នេះហើយអ្វីក៏ដូចនឹងរូបតុក្កតាដែលខ្ញុំឆ្លាក់តដៃម្លេះដូចអូនមានខ្លាំងណាស់អានទើបតែអាយុ4ឆ្នាំកូនក្តៅខ្លួនដល់40អង្សាតើអ្នកណៃណាអ្នកហ៊ានយកលុយរបស់ខ្ញុំទៅហាងរាត្រីដើម្បីហៅប្រុសក្មេងមកបម្រើទុកឲ្យកូននៅផ្ទះម្នាក់ឯងដូច្នេះខ្ញុំបានមកនៅក្នុងរាងកាយនេះមែនទេជាស្រីលោកខ្លួនដែលរៀបគម្រោងយកកូនជាមួយមហាសេដ្ឋីថែមទាំងមិនខ្វល់ខ្វាយពីកូនក្រោយពេលសម្រាប់ទៀតដើរលេងសប្បាយមិនដឹងខុសត្រូវមិនចម្លែកទេដែលលោកសិនខឹងខ្លាំងម្លេះជប់សម្ដែងទៅលើកនេះខ្ញុំមិនចិត្តទុនទៀតទេសិទ្ធិថៃតមអានត្រូវតែជារបស់ខ្ញុំនឹងឲ្យលុយ10លានយ៉នជាសំណងខ្ញុំទើបតែភ្ញាក់សុំពេលឲ្យខ្ញុំគិតបន្តិចបានទេអ្នកចង់ពន្យាពេលទៀតមែនទេស្អែកខ្ញុំនឹងផ្ដល់ចម្លើយឲ្យលោកសិនប្រហែលជាមិនខ្វះពេលប៉ុន្មាននេះទេមែនទេលោកស្រីតើអ្នកមិនអីទេអ្នកចេញទៅក្រៅសិនទៅទុកឲ្យខ្ញុំសម្រាប់ម្នាក់ឯងម្ចាស់រាងកាយដើមប្រហែលជាស្លាប់បាត់ហើយមិនដឹងថាខ្លួនខ្ញុំនៅពិភពពិតនៅរស់ឬអត់ទេសរសៃឈាមខ្ញុំស្បែកខ្ញុំចាំសិនមិញនេះខ្ញុំស្មានថាខ្ញុំមើលច្រឡំគាត់ពិតជាដូចនឹងតុក្កតាដែលខ្ញុំឆ្លាក់មែនហើយអ្វីក៏មានរឿងចៃដន្យបែបនេះទៅកើតម្ចាស់រាងកាយនេះក៏ឈ្មោះអូនមានដែរឈ្មោះដូចគ្នាមុខមាត់ដូចគ្នានេះមិនមែនជារឿងចៃដន្យទេទោះជាយ៉ាងណាខ្ញុំត្រូវតែនៅទីនេះដើម្បីរកឲ្យឃើញថាហេតុអ្វីបានជាខ្ញុំមកទីនេះប្រហែលជាដល់ពេលនោះខ្ញុំអាចរកវិធីត្រឡប់ទៅផ្ទះវិញបាននោះគឺជាកូនស្រីរបស់ម្ចាស់រាងកាយដើមកូនជានរណាចាំម៉ាក់សិនកូនឈ្មោះអ្វីប្រាប់ម៉ាក់បានទេសូម្បីតែឈ្មោះកូនក៏ម៉ាក់មិនដឹងផងអ្វីដែលម៉ាក់និយាយពីមុនសុទ្ធតែជាការកុហកម៉ាក់មិនដែលស្រឡាញ់កូនពិតមែនម៉ាក់សុំទោសកូនអ្នកដទៃគេមានម៉ាក់នៅក្បែរមានតែអូនទេដែលមិនដែលទទួលបានចាប់ពីពេលនេះទៅម៉ាក់នឹងនៅក្បែរកូនជានិច្ចម៉ាក់កុហកទៀតហើយរាល់ពេលប៉ាត្រឡប់មកវិញម៉ាក់តែងតែធ្វើបែបនេះអូនលែងជឿម៉ាក់ទៀតហើយអូនស្អប់ម៉ាក់ណាស់អានកូនកំពុងលេងអីហ្នឹងតុក្កតាខ្លាឃ្មុំរបស់កូនគួរឲ្យស្រឡាញ់ណាស់ចេញទៅខ្ញុំមិនចង់ឃើញមុខអ្នកទេអ្នកស្រីកុំប្រកាន់អូនអានអីគាត់នៅមានកំហឹងក្នុងចិត្តនៅឡើយអ្នកមីងលីចុះអានគាត់ហើយអ្វីបានជាអ្នកស្អប់ខ្ញុំខ្លាំងម្ល៉េះរឿងពីមុនខ្ញុំមិនសូវចាំច្បាស់ទេអ្នកស្រីកាលពីមុនអ្នកមិនដែលនៅក្បែរអានទេខែមុនជាថ្ងៃខួបកំណើតរបស់អានអ្នកស្រីបែរជាទៅជប់លៀងជាមួយមិត្តភក្តិសូម្បីតែនំខេកក៏មិនទិញឲ្យដែរអានរងចាំអ្នកពេញមួយថ្ងៃចុងក្រោយគេក៏ដេកលក់ទាំងអប់តុកតាខ្លាឃ្មុំលុះអ្នកត្រឡប់មកវិញឃើញបែបនេះអ្នកបែរជាថាខ្លាឃ្មុំគេចាស់ពេកហើយបោះចោលក្នុងធុងសម្រាមនៅចំពោះមុខគេទៀតម្ចាស់ដើមម្នាក់នេះមិនក៏ធ្វើដាក់កូនខ្លួនឯងបែបនេះទៅកើតអានម៉ាក់រកកូនយូរណាស់ហើយអ្នកចេញទៅខ្ញុំមិនចង់និយាយជាមួយអ្នកទេម៉ាក់មិនទាមទារឲ្យកូនអភ័យទោសឲ្យម៉ាក់ឥឡូវតែចាប់ពីថ្ងៃនេះទៅម៉ាក់នឹងនៅក្បែរកូនរហូតអ្នកតែងតែនិយាយបែបនេះរហូតរួចក៏បាត់មុខទៅវិញលើកនេះមិនដូចគ្នាទេម៉ាក់សន្យាថានឹងមិនចាក់ចេញពីអានទៀតទេអ្នកកុហកអ្នកគឺជាអ្នកកុហកគ្មានអ្នកណាម្នាក់ខ្វល់ពីខ្ញុំទេមិនអីទេខ្ញុំមានពេលច្រើនខ្ញុំនឹងធ្វើឲ្យកូនជឿជាក់លើខ្ញុំបន្តិចម្ដងអ្នកស្រីលោកប្រធាននឹងត្រឡប់មកវិញគាត់ឲ្យអ្នកស្រីចុះហត្ថលេខាលើលិខិតលេងបើមិនដូច្នោះទេប្រាក់សំណង10លាននោះនឹងពិបាកលេងលះមិនបានទេខ្ញុំនៅមិនទាន់ដឹងច្បាស់ហេតុអ្វីបានជាខ្ញុំមកទីនេះខ្ញុំមិនអាចទៅវិញបានទេចុះហត្ថលេខាលើលិខិតលេងលះរួចរាល់ហើយឬនៅសិនបើមិនមែនព្រោះតែត្រូវនៅផ្ទះត្រកុំដើម្បីរកវិធីត្រឡប់ទៅផ្ទះវិញនោះខ្ញុំពិតជាចង់បានលុយ10លាននេះណាស់នោះវាដល់ទៅ10លានឯណោះអាចឲ្យខ្ញុំសម្ដែងល្ខោនស្រមោលបានប៉ុន្មានដងទៅចុះបើលេងលះគ្នាហើយអានត្រូវធ្វើម៉េចកុំពន្យាពេលទៀតអីទោះបីជាមិនលេងលះគ្នាខ្ញុំក៏មិនដែលឃើញអ្នកខ្វល់ខ្វាយពីគេដែរគេត្រូវការម៉ាក់អ្វីដែលគេត្រូវការគឺម៉ាក់ពិតប្រាកដម្នាក់មិនមែនមនុស្សស្រីដែលចេះតែចាយវាយហើយចាត់ទុកកូនជាបន្ទុកដូចជាអ្នកនោះទេដល់ពេលឲ្យខ្ញុំ1ខែប្រសិនបើ1ខែក្រោយមកអាននៅតែមិនព្រមទទួលស្គាល់ម៉ាក់មែនទេបើអូនមិនព្រមម៉ាក់នឹងចុះហត្ថលេខាដើរចេញភ្លាមម៉ាក់សន្យាថានឹងមិនមករំអ្នកគិតថាខ្ញុំនៅតែជឿសម្ដីអ្នកទៀតមែនទេម៉ាក់មិនបានកុហកកូនទេម៉ាក់ពិតជាកាយខ្លួនថ្មីមែន1ខែទៀតចុះចាប់ពីពេលនេះទៅហាមផឹកស្រាក៏ហាមតាក់ទងមិត្តភក្តិមិនល្អទាំងនោះទៀតដែរ1ខែប៉ុណ្ណឹងបានហើយខ្ញុំត្រូវតែដឹងឲ្យបានថាហេតុអ្វីបានជាខ្ញុំមកទីនេះហេតុអ្វីមានប្រអប់ចាស់នៅទីនេះនេះជារូបស្រមោលរបស់ខ្ញុំរូបស្រមោលនេះខ្ញុំចាក់សោទុកក្នុងប្រអប់នៅផ្ទះតើបិចក៏មកនៅទីនេះបានវាជារឿងអ្វីទៅរវាងខ្ញុំសិនយ៉ាងគឺនឹងរូបស្រមោលនេះតើវាមានទំនាក់ទំនងអ្វីនឹងគ្នាមកដល់ទីនេះមិនទាន់បានប៉ះរូបស្រមោលនេះផងមិនដឹងថាខ្លួនប្រាណនេះអាចសម្ដែងបានល្អឬអត់ទេទោះបីជាឆ្លងកាត់រឿងរ៉ាវជីវិតយ៉ាងណាក៏ដោយខ្ញុំនៅតែឯកោក្នុងភ្លើងទប់អារម្មណ៍នេះវាអីទៅមើលទៅស្អាតម្ល៉េះ
ចង់ចូលមកមើលទេមិនចង់ទេខ្ញុំគ្រាន់តែដើរកាត់មិនបានចង់មើលទេអានអរុនសួស្ដីតុក្កតាដែលរើបានការពីយប់មិញនោះជាអ្វីគេហៅថារូបស្រមោលវាជាសិល្បៈបុរាណមួយប្រើពន្លឺនិងស្រមោលដើម្បីនិទានរឿងវាដូចជាវេទមន្តអញ្ចឹងវេទមន្តត្រូវហើយចង់ឲ្យម៉ាក់ធ្វើវេទមន្តឲ្យមើលទេទន្សាយតូចរត់រកម៉ាក់ដើម្បីសុំអប់ទន្សាយតូចដើររកទីបំផុតក៏រកម៉ាក់ឃើញម៉ាក់ប្រាប់ថាម៉ាក់នឹងនៅក្បែរកូនជានិច្ចមិនបែកគ្នាឡើយអានចង់មកមើលចិត្តទេនេះជាលោកមេតបនេះជាម្ចាស់រូបស្រមោលពួកគេជាគូស្នេហ៍ពីសម័យមុនបន្ទាប់មកពួកគេឆ្លងកាត់ការលំបាកជាច្រើនចុងក្រោយក៏បាននៅជាមួយគ្នាជារៀងរហូតស្អាតណាស់អានចូលចិត្តទេម៉ាក់ធ្វើរូបស្រមោលពិសេសឲ្យកូនមួយយកទេពិតមែនឬពិតមែនហើយកូនចូលចិត្តសត្វអ្វីជាងគេទន្សាយបើអញ្ចឹងម៉ាក់ធ្វើទន្សាយឲ្យកូនមួយជាទន្សាយដែលគួរឲ្យស្រឡាញ់ជាងគេលើលោកថ្ងៃនេះលោកស្រីមិនបានចេញទៅណាទេគាត់នៅផ្ទះកំដរកូនអានរហូតអានមើលទៅសប្បាយចិត្តជាងមុនច្រើនណាស់តាំងពីពេលណាដែលគាត់ចេះអត់ធ្មត់បែបនេះលោកប្រធានត្រឡប់មកវិញហើយតើអ្នកនឹងទៅញ៉ាំអីជាមួយគាត់ទេមិនបាច់ទេខ្ញុំនៅមានការងារត្រូវធ្វើបន្តអូមានរឿងអីមែនទេម៉ាក់នឹងទៅណាម៉ាក់ទៅទិញសម្ភារៈធ្វើតុក្កតាស្រមោលដើម្បីធ្វើទន្សាយឲ្យកូនចាំបានទេចាស់ស្ដឹងហើយអានកូនខ្លាចម៉ាក់មិនត្រឡប់មកវិញមែនទេម៉ាក់សន្យាយ៉ាងយូរ2ម៉ោងទៀតម៉ាក់មកវិញលើកមុនម៉ាក់ក៏និយាយបែបនេះដែរម៉ាក់ថាទៅបន្តិចហើយនឹងមកវិញតែម៉ាក់ក៏មិនដែលត្រឡប់មកវិញសោះកូនរងចាំម៉ាក់ពេញមួយថ្ងៃម៉ាក់ប្រាប់ថាអ្នកទៅចូលរួមពិធីជប់លៀងកូនខលទៅអ្នកក៏មិនលើកម៉ាក់សុំទោសណាកាលពីមុនម៉ាក់ធ្វើមិនល្អដាក់កូនម៉ាក់មិនគួរធ្វើបែបនោះទេចុះលើកនេះម៉ាក់នឹងត្រឡប់មកវិញមែនទេម៉ាក់ស្ពឹកឲ្យកូន2ម៉ោងទៀតម៉ាក់នឹងមកវិញពិតមែនសន្យាហើយណាមិនត្រូវកុហកទេស្បែកនេះមានសាច់ល្អណាស់ហើយក៏ថ្លាស្អាតទៀតអ្នកនាងធ្វើតុក្កតាស្រមោលមែនទេចាស់សធ្វើឲ្យកូនស្រីខ្ញុំបន្តិចបន្តួចអានកូនអង្គុយចាំម៉ាក់នៅទីនេះរហូតមែនទេលោកស្រីចាប់តាំងពីអ្នកចេញទៅកូនអានក៏លើកកៅអីមកអង្គុយចាំនៅទីនេះហាមយ៉ាងណាក៏មិនព្រមទៅណាដែរថែមទាំងសួររកម៉ោងរហូតទៀតកូនខ្លាចម៉ាក់មិនត្រឡប់មកវិញម៉ាក់សន្យាជាមួយកូនហើយម៉ាក់ត្រូវតែត្រឡប់មកវិញនេះជាអ្វីទៅម៉ាក់នេះជាសម្ភារៈធ្វើតុក្កតាស្រមោលម៉ាក់នឹងយកវាទៅធ្វើឲ្យកូនជាទន្សាយដែលគួរឲ្យស្រឡាញ់ជាងគេលើម៉ាក់កូនចង់ញ៉ាំស្ករគ្រាប់ម៉ាក់នឹងធ្វើទន្សាយដែលចេះលោតហើយចេះក្រឡាប់ចាក់ឲ្យកូនលេងត្រចៀកវាត្រូវតែមូលបន្តិចណាអានចូលចិត្តទន្សាយត្រចៀកធ្លាក់ណាស់ម៉ាក់ធ្វើឲ្យអានមែនទេពិតមែនហើយម៉ាក់ធ្វើឲ្យអាននឹងមើលចុះនេះត្រចៀកវានេះកន្ទុយវាតែដៃម៉ាក់របួសហើយមិនអីទេកូនបន្តិចបន្តួចទេមិនឈឺទេកុហកឈាមហូរហើយត្រូវតែឈឺអាណិតម៉ាក់មែនទេអត់ទេនៅខ្វះតែភ្នែកទេដែលមិនទាន់គូអានជួយគូបានទេយើងធ្វើវាជាមួយគ្នាណាកូនខ្លាចគូមិនស្អាតបើគូខូចធ្វើម៉េចទៅកុំខ្លាចអីម៉ាក់នៅទីនេះជាមួយកូនអានគូអ្វីក៏ស្អាតដែរស្អាតទេស្អាតខ្លាំងណាស់នេះជាភ្នែកទន្សាយដែលម៉ាក់ធ្លាប់ឃើញស្អាតបំផុតពិតមែនទេពិតមែនចាប់ពីពេលនេះទន្សាយតូចនេះជាតុក្កតាស្រមោលរបស់អានម្នាក់ឯងនៅលើโลกនេះមានតែមួយនេះគត់ទន្សាយតូចលោតរកម៉ាក់ឃើញហើយហាម៉ាក់ចង់ឃើញទន្សាយលោតទៀតបានទេទន្សាយតូចលោតចូលក្នុងដៃអានមកនេះជាកាដូដែលម៉ាក់ជូនអានមានតែមួយគត់នៅលើโลกម៉ាក់នៅទីនេះម៉ាក់អរគុណម៉ាក់
អ្នកណាគេនឹងបងយានស៊ីមកលេងអានមីងយូថងឲ្យនេះមីងទិញកាដូឲ្យជារូបតុកតាថ្មីបំផុតណាកូនមិនយកទេអានមិនក៏ធ្វើខ្លួនឃ្លាតឆ្ងាយម្លេះមីងយូថងស្រឡាញ់អានបំផុតបងថ្លៃឥឡូវលេងរបស់បុរាណបែបនេះទៀតហេនេះជាសម្បត្តិបេតិកភណ្ឌជាតិមិនមែនរបស់បុរាណធម្មតាបេតិកភណ្ឌអីគេឥឡូវអ្នកណាគេមើលរបស់ហ្នឹងខ្ញុំធ្វើឡាយលក់របស់របរតាមសម័យដែរប៉ះរបស់ដែលគ្មានអ្នកទិញបែបនេះទេបងយិនហ្វីបើមិនអីទេឲ្យអានទៅនៅជាមួយខ្ញុំប៉ុន្មានថ្ងៃទៅខ្ញុំនឹងមើលថែគាត់ឲ្យកូនមិនទៅទេកូនចង់នៅជាមួយម៉ាក់មើលទៅបងថ្លៃជាមួយអានហាក់ដូចជាត្រូវគ្នាជាងមុនហើយណោះសង្ឃឹមថាបងថ្លៃលើកក្រោយកុំទៅរកប្រុសក្មេងទៀតពេលដែលអានកំពុងក្តៅខ្លួនមែនហើយបងយ៉ានស៊ឺសប្តាហ៍ក្រោយខ្ញុំមានការឡាយផ្ទាល់ចង់ខ្ចីទីតាំងក្រុមហ៊ុនបងប្រើបន្តិចឲ្យជាងហើយរៀបចំទៅខ្ញុំដឹងថាបងយ៉ានស៊ឺល្អបំផុតវិននៀនឃើញហើយមែនទេតំណែងលោកស្រីសិនមិនយូរទេនឹងជារបស់ខ្ញុំម៉ាក់កូនមិនចូលចិត្តអ្នកមីងម្នាក់នោះទេហេតុអ្វីគាត់មិនចូលចិត្តម៉ាក់ទេថែមទាំងចង់យកកូនទៅទៀតកុំបារម្ភម៉ាក់មិនឲ្យគាត់យកកូនទៅទេសន្យាហើយណាមិនឲ្យខូចពាក្យប៉ាយប់នេះយើងមើលម៉ាក់សម្ដែងល្ខោនស្រមោលជាមួយគ្នាណាប៉ាមានការងារប៉ាមើលបន្តិចទៅណាបានមើលបន្តិចក៏បានមៀវឯងជានរណាឲ្យពិតប្រាកដវិននីងពីមុនមិនធ្វើរឿងដែលគ្មានតម្លៃក្នុងក្រសែភ្នែកគាត់បែបនេះឡើយគាត់គេងលក់ហើយខ្ញុំបីគាត់ទៅបន្ទប់សិនឲ្យខ្ញុំធ្វើវិញចុះឯងផ្លាស់ប្ដូរច្រើនណាស់ដូចជាមនុស្សម្នាក់ផ្សេងទៀតកែខ្លួនមិនបានឬឯងចេះសម្ដែងល្ខោនស្រមោលតាំងពីពេលណារៀនតាំងពីក្មេងក្រោយមកក៏ភ្លេចអស់ទើបតែនឹកឃើញថ្មីនេះជិតគ្រប់1ខែហើយខ្ញុំដឹងការសម្ដែងយប់នេះល្អណាស់អានក្នុងដៃឯងមានអីហ្នឹងឲ្យពួកយើងលេងខ្លះមកមិនឲ្យទេនេះម៉ាក់ខ្ញុំធ្វើឲ្យខ្ញុំមិនឲ្យក៏ហីចុះពួកយើងទៅលេងកន្លែងផ្សេងអានកុំយំម៉ាក់មកដល់ហើយម៉ាក់ពួកគេមិនព្រមលេងជាមួយកូនទេសួស្ដីក្មេងទាំងអស់គ្នាម៉ាក់ជាម៉ាក់របស់អានមកអ្នកមីងនឹងធ្វើមិនអាគមឲ្យមើលអ្នកមីងពូកែខ្លាំងណាស់បើក្មេងចូលចិត្តល្ខោនស្រមោលអាចមកមើលនៅផ្ទះអ្នកមីងបានណាតែការដណ្ដើមរបស់គេបែបនេះគឺមិនល្អទេណាអ្នកមីងកូនសុំទោសកូនមិនគួរដណ្ដើមរបស់អានទេលើកក្រោយកូនអាចទៅមើលការសម្ដែងស្បែកធំនៅផ្ទះអ្នកមីងបានទេល្អគឺត្រូវចេះកែខ្លួនពេលដឹងថាខ្លួនខុសហើយកូនក៏ត្រូវសុំទោសអានដែរណាអានកូនសុំទោសយើងអាចធ្វើជាមិត្តនឹងគ្នាបានទេបានតើអានអត់ទោសឲ្យតែលើកក្រោយកុំដណ្ដើមរបស់អានទៀតណាម៉ាក់គឺជាម៉ាក់ដែលល្អបំផុតនៅលើលោកម៉ាក់នឹងការពារកូនជានិច្ចម៉ាក់កុំទៅណាម៉ាក់នៅទីនេះម៉ាក់មិនទៅណាទេម៉ាក់ត្រឡប់មកវិញហើយម៉ាក់នៅជាមួយកូនជានិច្ចមែនទេពិតមែនហើយម៉ាក់សន្យាថានឹងនៅក្បែរកូនរហូតម៉ាក់ពិតជាផ្លាស់ប្ដូរទៅជាមនុស្សល្អមែនឲ្យអ្នកមីងលីជួយមើលថែអានតាមប៉ាមកបន្ទប់ធ្វើការប៉ាមានរឿងចង់សួរកូនមួយរយៈនេះកូនមិនបានទិញរបស់ប្រណីតទេមិនបានតាក់ទងមិត្តភក្តិមិនល្អទាំងនោះ
រាល់ថ្ងៃគឺនៅតែជាមួយកូនធ្វើស្បែកធំកូនថែមទាំងរកមើលព័ត៌មានអំពីស្បែកធំទៀតទិញឧបករណ៍ឆ្លាក់ជំនាញទៀតផងតើកូនជានរណាឲ្យពិតប្រាកដខ្ញុំគឺជាម៉ាក់របស់អានកូនគឺជាប្រពន្ធរបស់ប៉ាតែក្រសែភ្នែកនិងកាយវិការកូនពេលធ្វើស្បែកធំគឺខុសពីកាលពីមុនទាំងស្រុងហើយមួយទៀតប៉ាតែងតែមានអារម្មណ៍ថាកូនមើលទៅសំភ្នែកណាស់ហាក់ដូចជាធ្លាប់ជួបគ្នានៅទីណាមួយគាត់ក៏មានអារម្មណ៍បែបនេះដែរតើការដែលខ្ញុំឆ្លងភពមុខនេះពាក់ព័ន្ធនឹងស្បែកធំនោះមែនទេកូនគួរតែពន្យល់ប៉ាឲ្យច្បាស់ប៉ាកុំធ្វើបាបម៉ាក់គឺជាមនុស្សល្អប៉ាមិនមែននិយាយថាឲ្យពេលម៉ាក់1 ខែទេមិនទាន់គ្រប់1 ខែផងប៉ាមិនអាចដេញម៉ាក់ចេញបានទេប៉ាមិនបានដេញម៉ាក់កូនចេញទេទោះជាយ៉ាងណាក៏ដោយប៉ានឹងស៊ើបអង្កេតរឿងនេះឲ្យច្បាស់ប៉ាហេតុអ្វីថ្ងៃនេះប៉ាត្រឡប់មកផ្ទះលឿនម្ល៉េះប៉ាចង់ត្រឡប់មកនៅជាមួយពួកកូនឲ្យលឿនលោកប្រធានសិនថ្ងៃនេះមិនរវល់ទេថ្ងៃនេះមិនសូវជាប៉ុន្មានទេលើថាថ្មីនេះកូនតែងតែបង្រៀនអានលេងស្បែកធំមែនទេមែនហើយម៉ាក់កំពុងបង្រៀនកូនឲ្យសម្ដែងតួអង្គតូចតុក្កតាវ៉ាកម្រើកបែបនេះឯងចុះអ្នកអាចសម្ដែងឲ្យខ្ញុំមើលខ្លះបានទេខ្ញុំក៏ចង់ឃើញដែរបានតើលោកសិនចង់មើលអ្វីសម្ដែងអ្វីដែលអ្នកជំនាញបំផុតទៅគាត់កំពុងតែលបងខ្ញុំមែនទេបានប៉ានឹងម៉ាក់សម្ដែងល្ខោនស្បែកនេះពូកែខ្លាំងណាស់ដូចរបស់ពិតអញ្ចឹងមែនហេអញ្ចឹងប៉ានឹងចាំមើលឲ្យច្បាស់ថ្ងៃនេះភ្លើងសង្គ្រាមឆាបឆេះកុំទាន់ទៅណាពន្លឺចង្កៀងរំលេងនឹងព្រះច័ន្ទអូសិនរិនជឺប៉ាមានរឿងអីប៉ាជាអ្វីទៅមិនអីទេកូនគ្រាន់តែឈឺក្បាលបន្តិចបន្តួចមុខប៉ាស្លេកខ្លាំងណាស់ហើយគ្រូពេទ្យមកទេមិនបាច់ទេគ្រាន់តែរឿងនេះខ្ញុំធ្លាប់បានឮពីមុនមកពិតណាស់អ្នកធ្លាប់រើសហើយខ្ញុំទើបតែច្រៀងមិញមែនទេមិនមែនថ្ងៃនេះទេគឺយូរណាស់មកហើយយូរខ្លាំងណាស់ប៉ាឆ្លុះវង្វេងនឹងសម្រាប់ម៉ាក់មែនទេកូននិយាយអ្វីហ្នឹងប៉ាឈប់ឈឺក្បាលហើយល្អហើយមិញប៉ាធ្វើឲ្យកូនភ័យស្ទើរតែស្លាប់ការសម្ដែងយប់នេះល្អណាស់ល្អជាងអ្វីដែលខ្ញុំរំពឹងទុកទៅទៀតឲ្យតែអ្នកពេញចិត្តទៅបានហើយម៉ាក់ថ្ងៃនេះពួកយើងធ្វើអ្វីដែរម៉ាក់នឹងបង្រៀនកូនកាត់ក្រដាសនេះជាជំហានដំបូងនៃការធ្វើល្ខោនស្បែកពិតមែនហេកូនក៏អាចធ្វើបានដែរមែនទេពិតណាស់មកកាត់ផ្កាមួយសិនវ៉ាម៉ាក់កូនកាត់អាក្រក់ណាស់កូនលេងចង់ធ្វើហើយអាក្រក់ត្រង់ណាទៅកូនមើលចុះខ្លែបផ្កានេះកង់ដូចព្រះច័ន្ទអញ្ចឹងពិតមែនហេពេលម៉ាក់នៅក្មេងកាត់ដំបងមិនស្អាតដូចកូនផងម៉ាក់ហាត់យូរណាស់រហូតដល់ដៃដាច់រលាត់ទើបចេះធ្វើបានម៉ាក់ក៏ធ្លាប់កាត់មិនស្អាតដែរមែនទេពិតណាស់ម៉ាក់មិនមែនកាត់មកចេះភ្លាមឯណាអញ្ចឹងកូននឹងហាត់ដែរហាត់ឲ្យបានច្រើនដងឲ្យពូកែដូចម៉ាក់វ៉ាផ្ការបស់កូនកម្រើកបានហើយម៉ាក់មើលចុះគាត់កំពុងរាំម៉ាក់ហេតុអ្វីបានជាក្មេងផ្សេងទៀតមិនស្គាល់របាំស្រមោលសោះមានតែខ្ញុំម្នាក់ឯងព្រោះអ្នកចេះរបាំនេះកាន់តែតិចទៅហើយអញ្ចឹងទៅមុខទៀតគ្មានអ្នកចេះទៀតមែនទេមែនហើយសម័យកាលម៉ាក់របាំនេះចាប់ផ្ដើមសាបសូន្យអត់ទៅហើយមកដល់ទីនេះហើយតើត្រូវទុកឲ្យវាបាត់បង់ទៅមុខភ្នែកមែនទេម៉ាក់អាចបង្រៀនក្មេងផ្សេងទៀតបានតើដូចដែលម៉ាក់បង្រៀនកូនអញ្ចឹងធ្វើបែបនេះនឹងមានអ្នកចេះច្រើនអ្នកហើយអាននិយាយត្រូវណាស់លោកតាកុំបារម្ភអីទោះបីនៅពិភពលោកណាក៏ដោយទោះបីពេលនេះខ្ញុំជាអ្នកណាក៏ដោយរបាំស្រមោលនេះខ្ញុំនឹងបន្តថែរក្សាវាឲ្យបាន
ម៉ាក់កំពុងមើលអ្វីហ្នឹងម៉ាក់កំពុងរៀបចំគម្រោងធំមួយគម្រោងអ្វីទៅធំជាងផ្ទះទៀតមែនទេបាទធំជាងផ្ទះទៅទៀតម៉ាក់ចង់បើកកន្លែងសម្ដែងរបាំស្រមោលសម្រាប់សម្ដែងរបាំស្រមោលផ្ទាល់អាចបង្រៀនគេដូចនៅសាលាមត្តេយ្យឲ្យបានទេប្រហែលជាអាចហៅថាសាលាមត្តេយ្យឲ្យរបាំស្រមោលអាចមកចូលរៀនមនុស្សធំក៏អាចមកទស្សនាបានកូនសុំចុះឈ្មោះមុនគេកូនចង់ធ្វើជាសិស្សរបស់ម៉ាក់បានអានជាសិស្សដំបូងរបស់ម៉ាក់ចុះប៉ាវិញប៉ាក៏ត្រូវមកដែរមែនទេរឿងនេះម៉ាក់មិនទាន់បានប្រាប់ប៉ាទេកូននឹងជួយប្រាប់ប៉ាឲ្យប៉ាស្ដាប់សម្ដីកូនបំផុតអូកូនមានបញ្ហាអ្វីនឹងភ្នែកអត់ទេអត់មានអ្វីទេសិនយ៉ាងជឿខ្ញុំមានរឿងចង់ពិភាក្សាជាមួយអ្នកនិយាយមកខ្ញុំចង់បើកកន្លែងសម្ដែងរបាំស្រមោលកន្លែងសម្ដែងរបាំស្រមោលត្រូវហើយដើម្បីថែរក្សាវត្តសម្ដែងរបាំស្រមោលហើយក៏អាចបើកថ្នាក់បង្រៀនអ្នកដែលចាប់អារម្មណ៍មែនទេមែនរបាំស្រមោលគឺជាសម្បត្តិវប្បធម៌ជាតិប៉ុន្តែអ្នកបន្តវេនកាន់តែតិចទៅខ្ញុំចង់រួមចំណែកជួយតាមសមត្ថភាពរបស់ខ្ញុំល្ខោនស្រមោលរបស់ប៉ាម៉ាក់ស្អាតណាស់កូនគាំទ្រម៉ាក់ទេនេះកូននិយាយជំនួសគាត់មែនទេបាទម៉ាក់ថាបើកន្លែងល្ខោនស្រមោលជារឿងល្អរឿងល្អគឺត្រូវតែគាំទ្រកូនមានគម្រោងច្បាស់លាស់ទេកូនបានរៀបចំគម្រោងធំខ្លះហើយទាំងការជ្រើសរើសទីតាំងនិងការតុបតែងគ្រប់គ្រងកូនក៏មានគំនិតខ្លះដែរកូនគិតបានល្អិតល្អន់ណាស់កូនដឹងថាវាមិនងាយស្រួលទេតែម៉ាក់ចង់សាកល្បងប៉ាមិនយល់ព្រមកូននឹងរកវិធីដោយខ្លួនឯងនរណាថាប៉ាមិនយល់ព្រមប៉ាយល់ព្រមមែនទេប៉ាមានផ្ទះចាស់មួយកន្លែងនៅតំបន់ចាស់ដើមឡើយប៉ាគិតថានឹងធ្វើជាអាជីវកម្មប៉ាម៉ាក់ចង់យកទៅបើកល្ខោនស្រមោលយកទៅប្រើចុះយេប៉ាល្អបំផុតកុំគិតច្រើនប៉ាគ្រាន់តែមិនចង់ឲ្យផ្ទះនោះនៅទំនេរប៉ាពូកែធ្វើរឹងមាំទៀតហើយតាមពិតប៉ាចង់ជួយម៉ាក់ច្បាស់ណាស់ម៉ាក់ប៉ាកូនយកសប្តាហ៍ប៉ាម៉ាក់លេងត្រូវការកូនហើយម៉ាក់នៅទីនេះកុំខ្លាចអីកូនកូនចង់ឲ្យប៉ាម៉ាក់ដេកជាមួយកូនម៉ាក់ដេកជាមួយកូនបានហើយត្រូវតែទាំងពីរនាក់ទៅពួកទូអាក្រក់មិនហ៊ានមកចាប់កូនក៏បានហើយដេកទៅម៉ាក់ច្រៀងចម្រៀងឲ្យកូនស្ដាប់បានទេបានប៉ាស្រឡាញ់ម៉ាក់មែនទេកូននិយាយផ្ដេសផ្ដាស់ទៀតហើយយប់មិញប៉ាអបដៃម៉ាក់មិនព្រមលេងផងនោះគឺកូនជាអ្នកដាក់ឲ្យប៉ាក៏មិនបានលេងដែរប៉ាដេកលក់ហើយកូនក៏នៅតែមិនលេងប៉ាទទួលស្គាល់ការពិតទៅប៉ាស្រឡាញ់ម៉ាក់ញ៉ាំបាយទៅពួកអ្នកកំពុងនិយាយរឿងអ្វីហ្នឹងគ្មានអ្វីទេប៉ាកំពុងសរសើរថាម្ហូបម៉ាក់ឆ្ងាញ់អ្នកមីងលីថ្ងៃនេះមានកម្មវិធីជួបជុំល្ខោនស្រមោលខ្ញុំចង់ទៅមើលបន្តិចរំខានអ្នកមីងជួយមើលអានផងចាស់អ្នកនាងទៅចុះកុំបារម្ភអីម៉ាក់កូនក៏ចង់ទៅដែរកូនល្អនៅទីនោះមានតែមនុស្សចាស់គួរឲ្យធុញណាស់ម៉ាក់ទៅមិនយូរទេនឹងទិញកាដូឲ្យកូនណាបងត្រូវត្រឡប់មកវិញឲ្យឆាប់ណាបាទសន្យាហើយហាមខុសពាក្យណាឈ្នះហើយហេតុអ្វីបងមកទីនេះអានប្រាប់ថាអូនចេញក្រៅមិនបានយកឆាត់ទៅកូនចាំអូននៅមាត់បង្អួចរហូតពាក់អាវនេះទៅកុំឲ្យត្រជាក់អរគុណបងចុះថ្ងៃនេះបងមិនមែនមានប្រជុំទេបងលុបចោលហើយហេតុអ្វីគ្រាន់តែភ្លៀងនឹងឬបាទព្រោះតែភ្លៀងនឹងឯងអានបារម្ភខ្លាចអូនពិបាកធ្វើដំណើរពីក្រុមហ៊ុនមកទីនេះមិនមែនផ្លូវឆ្លងកាត់ទេលោកស្រីអ្នកម៉ាក់មកដល់ហើយខ្ញុំស្មានថាឯងត្រូវគេដេញចេញពីផ្ទះនេះយូរហើយមិននឹកស្មានថាឯងនៅទីនេះទៀតសួស្ដីលោកយាយកុំមកធ្វើជាផ្អែមល្ហែមដាក់ខ្ញុំមកថាថ្មីនេះឯងនៅផ្ទះលេងល្ខោនស្រមោលហ
ហើយថែមទាំងមើលថែកូនទៀតអញកំពុងលេងអ្វីទៀតខ្ញុំចង់មើលថែអានដោយស្មោះត្រង់លោកយាយកុំធ្វើបាបម៉ាក់អានណាមកចិត្តលោកយាយមកមិនទៅទេលុះត្រាតែលោកយាយនិយាយថាម៉ាក់ល្អចុះប្រាប់លោកយាយមើលម៉ាក់ល្អត្រង់ណាម៉ាក់ចេះធ្វើមិនអាគមម៉ាក់ធ្វើទុនសាយឲ្យអានទៀតជាទុនសាយដែលមានតែមួយក្នុងលោកមុនអាគមអ្វីទៅមុនអាគមដែលធ្វើឲ្យតុកតាចេះរាំម៉ាក់ឲ្យវាថាល្ខោនស្រមោលលោកយាយហើយអ្វីលោកយាយមកភ្លាមខ្ញុំមកមើលចៅទួតត្រូវតែសុំការអនុញ្ញាតពីអញដែរឬគាត់ផ្លាស់ប្ដូរច្រើនណាស់គាត់មើលថែអានបានល្អណាស់អញកំពុងនិយាយការពីគាត់មែនទេខ្ញុំគ្រាន់តែនិយាយការពិតល្អ3ថ្ងៃទៀតនឹងមានភ្ញៀវសំខាន់មកលេងផ្ទះបើវិននាងធ្វើបានល្អខ្ញុំនឹងទទួលស្គាល់ឯងជាចៅប្រសាចាស់លោកយាយកុំបារម្ភខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពធ្វើមិនបានកុំនិយាយតែមាត់អូនគិតថាយ៉ាងម៉េចដែរខ្ញុំមានគំនិតមួយមិនដឹងថាបងហ៊ានគ្រប់គ្រងខ្ញុំរត់ខ្ញុំចង់សម្ដែងល្ខោនស្រមោលក្នុងពិធីជប់លៀងនោះនៅមិនទាន់គេងទៀតចិត្តហើយខ្ញុំគូរូបនេះចិត្តរួចហើយហ្វូលូសើស៊ីនឹងណាចាស់ចូលចិត្តមើលរឿងបែបសប្បាយដើម្បីយកជោគជ័យរឿងហ្វូលូសើស៊ីអ្នកណាដែលថាមិនចូលចិត្តត្រូវការឲ្យខ្ញុំជួយអ្វីទេអ្នកចេះលេងល្ខោនស្រមោលដែរមែនទេមិនចេះទេតែខ្ញុំអាចនៅនិយាយលេងជាមួយអ្នកបានឲ្យខួរក្បាលបានសម្រាប់ខ្លះអរគុណសម្រាប់ឲ្យបានលឿនទៅ3ថ្ងៃទៀតខ្ញុំរងចាំមើលការសម្ដែងរបស់អ្នកនេះហើយជាភរិយារបស់អៀងមើលទៅមិនដូចពាក្យគេនិយាយសោះចាំមើលបន្តិចទៀតទៅម៉ាក់បាត់ដៃម៉ាក់មានញើសម៉ាក់ភ័យបន្តិចបន្តួចកូនម៉ាក់កុំខ្លាចអីម៉ាក់ពូកែបំផុតកូនបានប្រាប់ប៉ារួចហើយប៉ានឹងទេដៃឲ្យម៉ាក់ចំពោះចាស់ទុំទាំងអស់គ្នាថ្ងៃនេះខ្ញុំបានរៀបចំកម្មវិធីតូចមួយដើម្បីឲ្យចាស់ទុំទាំងអស់គ្នាបានសប្បាយរីករាយផ្កាយសំណាងនាំលៀបផ្កាយនាំជោគជ័យផ្កាយអាយុយឺនយូរផ្កាយសប្បាយរីករាយនាំដំណឹងល្អសូមជូនពរអ្នកទាំងអស់គ្នាឲ្យមានលៀបជ័យនិងអាយុយឺនយូរល្អណាស់របៀបនេះមើលទៅដឹងតែជំនាញតែម្ដងលោកយាយចៅប្រសាលោកយាយពិតជាមិនធម្មតាមែនការសម្ដែងថ្ងៃនេះលើសពីការរំពឹងទុករបស់ខ្ញុំអរគុណលោកយាយអ្នករៀនល្ខោនស្រមោលនេះតាំងពីពេលណាតាំងពីនៅតូចមកម្លេះប៉ុន្មានឆ្នាំនេះមិនសូវបានលេងទើបតែចាប់ផ្ដើមរៀនឡើងវិញថ្មីនេះខ្ញុំទទួលស្គាល់អ្នកជាបណ្ដោះអាសន្នតែខ្ញុំនឹងបន្តតាមដានអ្នកទៀតថ្ងៃនេះពិតជាអស្ចារ្យណាស់អ្នកក៏បានជួយរារាំងការផឹកស្រាឲ្យខ្ញុំដែរអ្នកជាម៉ាក់របស់អានមែនទេវាជារឿងធម្មតាទេសប្តាហ៍ក្រោយយើងទៅមើលទីតាំងកន្លែងតាំងពីពណ៌ខ្ញុំជូនអ្នកទៅអញ្ចឹងខ្ញុំសូមអរគុណលោកសិនទុកជាមុនវ៉ាធំម្លេះនៅទីនេះឲ្យខ្ញុំប្រើពិតមែនឬយ៉ាងណាក៏ទុកចោលដែរបើអ្នកមិនប្រើក៏ត្រូវរុះរើចោលដែរអញ្ចឹងពិតជាស្ដាយណាស់ត្រូវការអ្វីសរសេរមកខ្ញុំនឹងឲ្យគេរៀបចំទិញឲ្យអរគុណច្រើនណាស់មិនអីទេខ្ញុំគ្រាន់តែមិនចង់ឲ្យខាតបង់អីអត់ប្រយោជន៍ខ្ញុំនឹងឲ្យជាងហ៊ានរកក្រុមរចនាឲ្យអ្នកមួយតាមពិតស៊ូយូថងបានណែនាំក្រុមជាងឲ្យខ្ញុំដែរគាត់ថាទាំងទុកចិត្តបានហើយតម្លៃក៏សមរម្យដែរគាត់ណែនាំឲ្យមែនទេមានរឿងអីមែនទេកុំតន់អើសម្រាប់ចិត្តអីចាំខ្ញុំឲ្យគេពិនិត្យមើលសិនប្រហែលជាគ្មានបញ្ហាអ្វីគាត់ថាគាត់ជាអ្នកលេងបណ្ដាញសង្គមផ្នែកចង់ចូលរួមចំណែកថែរក្សាវប្បធម៌ដែរជាងពណ៌ជញ្ជាំងនេះមិនត្រឹមត្រូវទេខ្ញុំកំងពណ៌ស្ពាន់តែនេះវាពណ៌ត្នោតចាស់ទៅហើយបើភ្លើងទៅអ្នកណាមើលដឹងទៅចុះក្បឿងនេះទៀតខ្ញុំកំងក្បឿងបុរាណចុះនេះវាជាអ្វីអ្នកនាងមិនមែនអ្នកជំនាញកុំចេះតែបញ្ជីពេកខ្ញុំមិនមែនអ្នកជំនាញក៏មើលដឹងថាអ្នកកំពុងកេងចំណេញដែរនៅចង់ប្រកែកទៀតមែនទេស៊ូយូថងខ្ញុំស្មានថាអ្នកចង់ជួយខ្ញុំដោយស្មោះលើកនេះខ្ញុំខុសដែលមើលមនុស្សមិនដាច់វិញ្ញាណមិនងាយទេដែលអ្នកណាត់ខ្ញុំការតុបតែងផ្ទះយ៉ាងម៉េចហើយល្អណាស់ទើបចង់មកអរគុណអ្នកផ្ទាល់ក្រុមជាងដែលអ្នកណែនាំជួយបានច្រើនណាស់មែនទេខ្ញុំស្គាល់មនុស្សច្រើនមែនការងារតុបតែងផ្ទះនេះពិបាកយល់ណាស់មែនទេអ្នកណែនាំមនុស្សទុកចិត្តបានឲ្យខ្ញុំពិតជាជួយបានច្រើនណាស់នោះហើយតាមពិតក្រុមជាងនេះជាដៃគូសហការយូរឆ្នាំរបស់ក្រុមហ៊ុនខ្ញុំឲ្យគេធ្វើលឿនក៏គេធ្វើយឺតក៏គេធ្វើយឺតអូគ្មានអ្វីទេខ្ញុំគ្រាន់តែចង់និយាយថាខ្ញុំអាចសម្របសម្រួលការងារបានចុះរឿងសម្ភារវិញអ្នកដឹងទេ
សំភារអ្វីទៅខ្ញុំកុំងក្បឿងនាំចូលតែលើគេក្រាសុទ្ធតែរបស់គ្មានគុណភាពរឿងនេះអ្នកត្រូវទៅសួរក្រុមជាងទៅខ្ញុំដឹងអីតែអំបញ្ញមិញអ្នកនិយាយថាពួកគេស្ដាប់បង្គាប់អ្នកវិននានអ្នកមានន័យថាម៉េចអ្នកកំពុងសង្ស័យខ្ញុំមែនទេខ្ញុំគ្រាន់តែចង់ដឹងការពិតប៉ុណ្ណោះចង់ពិនិត្យក៏ពិនិត្យទៅខ្ញុំមិនបានធ្វើអ្វីខុសទេអរគុណដែលអ្នកនិយាយត្រង់ជាមួយខ្ញុំថ្ងៃនេះអ្នកនាងស៊ូនិងយ៉ានស៊ឺហេតុអ្វីបានជាហៅពូយើងមកភ្លាមបែបនេះមានរឿងថ្មីត្រូវពិភាក្សាពូស៊ូពូជួយពិនិត្យមើលឯកសារនេះសិននេះជាក្រុមជាងដែលកូនស្រីពូណែនាំមកពួកគេបានលួចប្តូរគ្រឿងសំណង់ក្នុងគម្រោងរបស់ខ្ញុំថែមទាំងពន្យាពេលការងារធ្វើឲ្យខាត់បងលើសពី 30% នៃថវិកាបងយ៉ានស៊ឺនេះជាការយល់ច្រឡំទេខ្ញុំមិនដឹងទេថាពួកគេធ្វើបែបនេះមិនដឹងមែនទេខ្ញុំគ្រាន់តែនិយាយមួយម៉ាត់ពួកគេក៏ធ្វើតាមមើលចុះថាអ្នកបានធ្វើរឿងអ្វីខ្លះប៉ាខ្ញុំគ្រាន់តែចង់ឲ្យគាត់ខ្មាស់គេបន្តិចបន្តួចប៉ុណ្ណោះខ្ញុំមិនបានគិតដល់ថ្នាក់នេះទេពូស៊ូដោយសារតែទំនាក់ទំនងគ្រួសារយើងរាប់សិបឆ្នាំមកនេះខ្ញុំនឹងមិនប្តឹងផ្តល់តាមផ្លូវច្បាប់ទេប៉ុន្តែចាប់ពីថ្ងៃនេះទៅរាល់គម្រោងសហការរវាងក្រុមហ៊ុនខ្ញុំនិងគ្រួសារពូគឺត្រូវបញ្ចប់ទាំងអស់យ៉ានស៊ឺគម្រោងទាំងនោះមានតម្លៃរាប់រយលានយ៉នតើអាចពិចារណាឡើងវិញបានទេបងយ៉ានស៊ឺខ្ញុំខុសហើយសូមបងផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតពួកយើងធំឡើងជាមួយគ្នាណាព្រោះតែធំឡើងជាមួយគ្នានេះហើយបានជាថ្ងៃនេះអ្នកនៅអាចឈរនិយាយជាមួយខ្ញុំបានមិនមែនទទួលបានលិខិតពីមេធាវីទេសូមអញ្ជើញត្រឡប់ទៅវិញចុះរឿងរ៉ាវត្រូវបានដោះស្រាយរួចបងពិតជាលុបចោលការសហការទាំងអស់មែនទេនោះវាជាគម្រោងរាប់រយលានយ៉នណាលុយអាចរកបានវិញទេប៉ុន្តែរឿងខ្លះមិនអាចសម្របសម្រួលបានឡើយថ្ងៃនេះបងនិយាយថាខ្ញុំជាគ្រួសាររបស់បងអូនជាម៉ាក់របស់អានពិតណាស់អូនគឺជាគ្រួសារដោយសារតែអានមែនទេប៉ាម៉ាក់កំពុងធ្វើអ្វីហ្នឹងអត់មានធ្វើអ្វីទេកំពុងញ៉ាំបាយសូមស្វាគមន៍មកកាន់ហាងយើងខ្ញុំខាងក្នុងមានល្ខោនស្រមោលដ៏ស្រស់ស្អាតណាស់អូក្មេងស្រីតូចម្នាក់នេះពិតជាគួរឲ្យស្រឡាញ់ណាស់តើក្មួយជាកូនអ្នកណាដែរខ្ញុំជាកូនស្រីម្ចាស់ហាងនេះម៉ាក់ខ្ញុំពូកែខ្លាំងណាស់ពូកែបំផុតក្នុងទីក្រុងនេះតើបងភ័យទេបន្តិចដែរកុំខ្លាចអីទោះមានរឿងអ្វីក៏ដោយខ្ញុំនៅទីនេះស្រាប់ហើយសូមអញ្ជើញលោកស៊ិនយ៉ានឈឺនាយកប្រតិបត្តិក្រុមហ៊ុនស៊ិនគ្រប់និងអ្នកនាងវិននានស្ថាបនិកនៃរោងល្ខោនស្រមោលឡើងកាត់ខ្សែបូសម្ពោធសូមអបអរសាទរនេះជាកន្លែងល្ខោនដែលមានជំនាញវិជ្ជាជីវៈដំបូងជាមានអត្ថន័យលោកនាយកចៅការដែលលោកមកទីនេះគឺជាកិត្តិយសសម្រាប់ខ្ញុំរងចាំទស្សនាការសម្ដែងខ្ញុំក៏បាននាំមិត្តភ័ក្តិចាស់មកគាំទ្រដែររសជាតិនេះពិតជាត្រូវខ្លាំងណាស់អ្នកនាងវិននានម្នាក់នេះមិនធម្មតាទេពិតមែនហើយសម័យនេះអ្នកចេះច្រៀងបែបបុរាណនេះកម្រមានណាស់ទាំងការច្រៀងនិងក្បាច់ដៃវាជាក្បាច់របស់ស៊ូនស៊ីចំនួនទី13លោកតាម្នាក់នោះគាត់មើលមកខ្ញុំដោយក្រសែភ្នែកចម្លែកណាស់ដូចជាស្គាល់ខ្ញុំអញ្ចឹងម៉ាក់ពូកែណាស់មនុស្សទេដៃច្រើនណាស់រាប់មិនអស់ទេនោះក៏ព្រោះតែអានជាអ្នកទទួលភ្ញៀវដល់ពូកែទើបគេព្រមចូលមកទស្សនានោះពិតមែនហើយខ្ញុំបានហាត់ជាមួយអ្នកមីងលីយូណាស់កូនហត់ហើយថ្ងៃនេះកូនធ្វើបានល្អណាស់ក៏មិនអីដែរមិនមានកំហុសអ្វីទេអ្នកកុំរៀបសារពេកអីលោកនាយកចៅនិយាយថាការច្រៀងរបស់អ្នកមានកម្រិតដូចគ្រូជំនាញពិតមែនឬមែនហើយគាត់ថែមទាំងចង់ណែនាំអ្នកឲ្យចូលរួមប្រកួតជ្រើសរើសអ្នកបន្តវេនបេតិកភណ្ឌវប្បធម៌ទៀតផងលោកតាអ្នកឃើញទេបំណងប្រាថ្នារបស់លោកតាខ្ញុំនឹងសម្រេចវាឲ្យបានម៉ាក់មិនក៏ម៉ាក់យំម៉ាក់មិនបានយំទេម៉ាក់សប្បាយចិត្តខ្លាំងពេកសុំទោសតើវិននាននៅទេខ្ញុំនេះហើយតើលោកមានការអ្វីនាងឯងមិនស្គាល់ឪពុកហើយមែនទេ5ឆ្នាំមុនពេលឯងរៀបការចូលត្រកូលសិនអញបាននិយាយថាខ្ញុំជាអ្នកលេងល្ខោនស្រមោលក្រីក្រធ្វើឲ្យឯងខ្មាស់គេឯងនិយាយថាចង់ទៅរស់នៅសុខស្រួលជាមួយអ្នកមានហើយប្រាប់កុំឲ្យខ្ញុំទៅរកប៉ាមិនដូច្នោះទេឯងគាត់មិនមែនបានកាត់ការខ្ញុំហើយទេប៉ាកុំបន្ទោសខ្លួនឯងអីគឺប៉ាទេដែលគ្មានសមត្ថភាពមិនអាចផ្ដល់ជីវិតល្អប៉ុន្មានឆ្នាំមកនេះកូនរស់នៅម្នាក់ឯងរហូតតែម្សិលមិញប៉ាបានយកកូនច្រៀងល្ខោនកាយវិការដៃនោះជាក្បាច់គេដំណើរគ្រួសារយើងរបៀបលេងសូត្រទាំង13ក្បាច់នេះប៉ាធ្លាប់បង្រៀនតែកូនម្នាក់គត់កូនអាយុ6ឆ្នាំកូនប្រកែកមិនព្រមរៀនសោះកូនថាល្ខោនស្រមោលវាគ្មិនចង់ប៉ះពាល់របស់ចាស់គំរើនេះទៀតទេមិននឹកស្មានថាបានយកកូនច្រៀងល្ខោនស្រមោលម្ដងទៀតប៉ាអើយរឿងកន្លងមកកូនសុំទោសដែលធ្លាប់ធ្វើឲ្យប៉ាឈឺចាប់តែពេលនេះកូនចង់បន្តអាជីពល្ខោនស្រមោលនេះទៅទៀតប៉ារងចាំឬពាក្យនេះ5ឆ្នាំមកហើយកូនសម្លាញ់សម្ដែងឲ្យប៉ាមើលម្ដងទៀតមកយកឈុតដែលកូនច្រៀងកាលពីម្សិលមិញហ្នឹងប៉ានតោះចាប់ដើមសម្ដែងបានល្អណាស់នេះជាសៀវភៅរឿងដែលគ្រួសារយើងរក្សាទុកជាច្រើនជំនាន់ប៉ាគិតថានឹងយកវាទៅតាមខ្លួនពេលស្លាប់ទៅហើយ
ក្នុងពេលដែលកូនចង់បន្តវាសៀវភៅនេះប៉ាប្រគល់ឲ្យកូនមិនក៏អាចទៅរួចខ្លឹមសារក្នុងសៀវភៅនេះដូចគ្នាបេះបិទនឹងសៀវភៅដែលលោកតាឲ្យកូនមិនខុសសំបីតែមួយតួអក្សរមេតបនិងអ្នកលេងល្ខោនស្រមោលស្លាប់ពីគ្នាជាតិក្រោយជួបគ្នាថ្មីអូត្រូវគ្នាទាំងអស់បើល្ខោននេះផ្អែកលើរឿងពិតសម័យសុងមានមេតបម្នាក់លងស្រឡាញ់អ្នកលេងល្ខោនស្រមោលម្នាក់ចុងក្រោយក៏ស្លាប់ពីគ្នាបើដូនតារបស់ត្រកូលសិនគឺជាមេតបនោះចុះអ្នកលេងល្ខោនស្រមោលនោះជានរណាគ្រូធ្លាប់ប្រាប់ថាគ្រូដំបងនៃសាលាល្ខោនស្រមោលគឺជាអ្នកលេងល្ខោនម្នាក់ក្នុងសម័យសុងតែការដែលខ្ញុំឆ្លងភពមកទីនេះមិនមែនជារឿងចៃដន្យមែនទេតែជាការជួបគ្នាវិញនៅជាតិក្រោយសិនអ៊ីនស៊ឺអ្នកជានរណាឲ្យពិតប្រាកដពួកយើងមានទំនាក់ទំនងអ្វីនឹងគ្នាបើខ្ញុំប្រាប់គាត់ពីរឿងទាំងនេះគាត់នឹងជឿខ្ញុំទេរឿងឆ្លងភពជាតិមុនព្រំលិខិតរកវិធីស៊ើបឲ្យច្បាស់សិនល្អជាងក្រែងលោវាគ្រាន់តែជាការចៃដន្យយប់ជ្រៅហើយមិនទាន់គេងទៀតភ្នែកខ្មៅអស់ហើយមិនអីទេខ្ញុំគ្រាន់តែអានសៀវភៅជក់ចិត្តពេកនេះជារបស់ដែលប៉ារបស់អ្នកឲ្យមកលោកប្រធានសាលាបាននិយាយថាល្ខោននេះបាត់បង់ទៅជាង100ឆ្នាំហើយប៉ារបស់អ្នកគាត់គ្រាន់តែជាសិល្បករម្នាក់តែគាត់មានសាច់រឿងពេញលេញនេះដោយរបៀបណាខ្ញុំក៏មិនដឹងដែរប្រហែលជារឿងខ្លះមិនមែនកើតឡើងដោយចៃដន្យទេអ្នកកំពុងលាក់បាំងអ្វីពីខ្ញុំរងចាំដល់ថ្ងៃមួយថ្ងៃដែលអ្នកព្រមជឿលើគ្រប់លទ្ធភាពទាំងអស់ខ្ញុំនឹងប្រាប់អ្នកគ្រប់លទ្ធភាពទាំងអស់បាត់សំបីតែរឿងដែលមិនគួរឲ្យជឿបំផុតក៏ដោយមិនក៏អ្នកដឹងថាខ្ញុំនៅទីនេះអ្នកមិននៅផ្ទះកន្លែងដែលអ្នកអាចទៅបានមានមិនច្រើនទេអ្នកមកតាមខ្ញុំឲ្យទៅគេងមែនទេខ្ញុំគេងមិនលក់ក៏មកអង្គុយនៅក្បែរអ្នកទីនេះស្ងប់ស្ងាត់ណាស់ខ្ញុំចូលចិត្តនៅម្នាក់ឯងដើម្បីគិតរឿងផ្សេងកំពុងគិតរឿងអ្វីរឿងអតីតកាលនិងបច្ចុប្បន្នហើយក៏មានអនាគតដែលមិនច្បាស់លាស់ផងដែរកាលពីក្មេងខ្ញុំខ្លាចថ្ងៃបុណ្យចូលឆ្នាំបំផុតហេតុអ្វីមិនមែនថ្ងៃបុណ្យគួរតែសប្បាយទេផ្ទះគេជួបជុំគ្នាហូបអាហារមើលទូរទស្សន៍តែផ្ទះខ្ញុំគឺត្រូវប្រឡងទន្ទិញអត្ថបទបុរាណរៀនពីរបៀបប្រតិបត្តិហើយទទួលភ្ញៀវជាច្រើនបើធ្វើមិនបានល្អនឹងត្រូវគេឃុំខ្លួនក្នុងបន្ទប់ងឹតពេលនោះអ្នកអាយុប៉ុន្មានតាំងពីចាំក្តីបានមកខ្ញុំគឺជាអ្នកស្នងរកត្រកូលសិនមិនមែនជាសិនយ៉ាងឈឺទេតម្លៃរបស់ខ្ញុំគឺត្រូវដឹកនាំត្រកូលសិនឲ្យកាន់តែរុងរឿងចំណែករឿងដែលខ្ញុំចង់បានមិនដែលសួរខ្ញុំឡើយចុះបន្ទាប់មកទៀតក្រោយមកអានក៏កើតមកពេលដែលគេហៅខ្ញុំថាប៉ាទើបខ្ញុំដឹងថាការដែលត្រូវបានគេពឹងផ្អែកទាំងស្រុងវាមានអារម្មណ៍បែបណាបានជាអ្នកស្រឡាញ់គេខ្លាំងម្ល៉េះគេគឺជាមនុស្សដំបូងដែលខ្ញុំចង់ការពារនៅចំពោះមុខគេខ្ញុំមិនមែនជាអ្នកស្នងរកត្រកូលសិនខ្ញុំគ្រាន់តែជាប៉ាម្នាក់ធម្មតាប៉ុណ្ណោះចុះពេលនេះវិញពេលនេះអ្នកនៅតែមានតែអានម្នាក់ដែលអ្នកចង់ការពារមែនទេមិនមែនទេពេលនេះមានម្នាក់ទៀតហើយចាប់ពីពេលនេះទៅអ្នកនៅមានខ្ញុំទោះមានរឿងអ្វីកើតឡើងក៏ខ្ញុំនៅខាងអ្នកដែរវិននានអ្នកពិតជានរណាគ្នាខ្ញុំចង់ស្គាល់ពីតួអង្គពិតរបស់អ្នកតើខ្ញុំគួរឆ្លើយយ៉ាងណាថាខ្ញុំមកពីពិភពលោកផ្សេងឬថាអ្នកជាគូស្នេហ៍ខ្ញុំពីជាតិមុនតើអ្នកជឿទេរងចាំដល់ពេលសំស្របខ្ញុំនឹងប្រាប់អ្នកហើយអ្វីអ្នកមកទីនេះមិនមែនថាថ្ងៃនេះមានប្រជុំទេប្រជុំចប់ហើយខ្ញុំមានរបស់ឲ្យអ្នកនេះវាជូនកងព្រះឲ្យឧបករណ៍ឈុតនេះជប់ផលិត10ឆ្នាំហើយខ្ញុំរកយូរហើយតែរកមិនឃើញសោះលោកតាអ្នកតែងតែនិយាយថាសិល្បៈស្បែកមានវិញ្ញាណចុះប៊ីងពីលៀនគូនេះប្រហែលជាវិញ្ញាណរបស់ខ្ញុំនឹងគាត់ហើយសង្ឃឹមថាគាត់នឹងចូលចិត្តនេះជាអ្វីជាកាដូឆ្លើយតបនឹងកាំបិតឆ្លាក់នេះបើកមើលទៅមិនចូលចិត្តទេនេះវាប៊ីងពីលៀនមានន័យថាចិត្តតែមួយជីវិតតែមួយអ្នកឲ្យកាំបិតឆ្លាក់ខ្ញុំនឹងប្រើវាឆ្លាក់រូបស្បែកមួយគូជារបស់យើងវិននានខ្ញុំមិនខ្វល់ថាអ្នកជាអ្នកណាពីមុនទេមិនខ្វល់ថាអ្នកមានអាចកំបាំងអ្វីគឺអ្នកនៅពេលនេះតែខ្ញុំចង់ការពារអ្នកនាងស៊ូថតបានហើយផ្អែមល្ហែមណាស់ស្រីដែលលោភលន់ចង់បានតែទ្រព្យសម្បត្តិឥឡូវបែរជាមកសម្ដែងជាប្រពន្ធល្អទៅវិញអ្នកនាងស៊ូតើឲ្យបង្ហោះរូបនេះឥឡូវទេកុំតន់អីត្រឹមរូបថើបគ្នាមិនទាន់គ្រប់គ្រាន់ទេបើបង្ហោះត្រូវបង្ហោះរឿងធំតែម្ដងអ្នកធ្លាប់ជិតស្និទ្ធជាមួយវិននានគ្រឿងអាស្រូវរបស់គាត់អ្នកប្រហែលជាដឹងច្រើនមែនដឹងច្រើនណាស់
ការនោះដើម្បីបានចូលគ្រួសារនាងប្រើគ្រប់វិធីទាំងអស់ក្រោយរៀបការកាន់តែចាយវាកូនកើតមកក៏ទុកឲ្យអ្នកមើលខ្លួនឯងដើរលេងសប្បាយរាល់រឿងទាំងអស់នេះខ្ញុំដឹងច្បាស់ល្អណាស់សរសេរវាទាំងអស់ចុះហើយបង្ហោះតាមអនឡាញទៅថ្លៃព័ត៌មាននេះ1 លានយន់យកព្រមតាមនឹងលោកគ្រូវិនមិនស្រួលទេអ្នកកាសែតជាច្រើនអ្នកកំពុងចំរោមនៅមុខទ្វារពួកគេមកធ្វើអីខ្ញុំក៏មិនដឹងដែរពួកគេស្រែកហៅឈ្មោះលោកគ្រូមិនឈប់ហើយអ្វីបានជាអ្នករៀបគម្រោងដើម្បីបានឋានៈហើយមិនខ្វល់ពីកូនអ្នកស្រីវិនតើពិតមែនទេដែលអ្នករៀបគម្រោងរៀបការចូលត្រកូលអ្នកមាននិយាយថាបន្ទាប់ពីការហើយអ្នកចាយវាខ្ជិះខ្ជីមួយខែចាយអស់រាប់លានរឿងនេះជារឿងពិតមិត្តភក្តិជិតស្និទ្ធរបស់អ្នកនិយាយថាកូនគឺសុទ្ធតែអ្នកមើលថែអ្វីបានជាអ្នកមិនខ្វល់ពីកូនខ្លួនឯងលោកគ្រូវិនខាងក្រៅនោះគួរឲ្យខ្លាចណាស់ពួកយើងហៅប៉ូលីសទៅកុំទាន់ភ័យអីចាំខ្ញុំមើលសិនថាមានរឿងអ្វីស៊ីយធំប្រកាសជាគាត់ហើយនេះសុទ្ធតែជារឿងមិនពិតលោកគ្រូមិនមែនជាមនុស្សបែបហ្នឹងទេពាក្យចាំអារ៉ាមមិនដែលត្រូវការពុស្តាំងទេខ្ញុំបានឃើញព័ត៌មានកុំខ្លាចអីត្រឡប់ទៅផ្ទះសិនទៅចាំយើងនិយាយគ្នាបានខ្ញុំនឹងត្រឡប់ទៅវិញឥឡូវនេះលោកគ្រូខ្ញុំជូនលោកគ្រូទៅចេញតាមទ្វារក្រោយដើម្បីកុំឲ្យពួកគេចោមរោមលោកគ្រូទៀតហាងនេះផ្ញើទុកនឹងអ្នកហើយណាមានរឿងអ្វីតាក់ទងមកខ្ញុំបានគ្រប់ពេលរឿងដែលគេទម្លីទាំងនេះជាការពិតទេពិតមែនហើយរឿងរៀបគម្រោងដើម្បីឋានៈការចាយវាខ្ជិះខ្ជាយមិនខ្វល់ពីកូនសុទ្ធតែជាការពិតទាំងអស់រឿងទាំងនោះគឺជាខ្ញុំកាលពីអតីតកាលតែខ្ញុំពេលនេះមិនមែនជាមនុស្សម្នាក់នោះទៀតទេពាក្យនេះខ្ញុំមើលអ្នកនិយាយច្រើនដងហើយព្រោះវាជារឿងពិតខ្ញុំមិនអាចពន្យល់បានទេថាហេតុអ្វីខ្ញុំផ្លាស់ប្ដូរតែខ្ញុំពិតជាមិនដូចមុនទៀតទេខ្ញុំសួរអ្នក3សំណួរសួរមកអ្នកពេលនេះចំពោះអ្នកគឺខ្ញុំស្មោះត្រង់ពិតមែនចុះចំពោះហណែនវិញពិតណាស់គាត់ជាកូនស្រីរបស់ខ្ញុំសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីគាត់ចុះរឿងសាលាស្រមោលវិញចិត្តដែលអ្នកចង់បន្តវេនសិល្បៈស្រមោលនោះជារឿងពិតមែនទេពិតមែនរាល់វិនាទីគឺជារឿងពិតទាំងអស់សិនយ៉ាងឈឺខ្ញុំដឹងថាអ្នកមានហេតុផលដែលត្រូវសង្ស័យខ្ញុំប៉ុន្តែខ្ញុំជឿជាក់លើអ្នកថាអ្វីណាខ្ញុំនិយាយថាខ្ញុំជឿជាក់លើអ្នកមិនខឹងខ្ញុំទេខ្ញុំដឹងតាំងពីយូរមកហើយថាអ្នកមិនដូចពីមុនទេចាប់តាំងពីពេលដែលអ្នកចាប់ផ្ដើមនិទានរឿងឲ្យអានស្ដាប់ខ្ញុំក៏ដឹងដែររឿងអតីតកាលរបស់អ្នកខ្ញុំមិនខ្វល់ទេអ្នកនៅពេលនេះសំនឹងទទួលបានការជឿជាក់ពីខ្ញុំរឿងនៅខាងក្រៅនោះចាំខ្ញុំចាត់ការឲ្យអ្នកដឹងថាជាគេមែនទេក្រៅពីគេតើអាចជាអ្នកណាទៅទៀតកុំបារម្ភខ្ញុំនឹងធ្វើឲ្យគេសងសំណងវិញលោកប្រុសអ្នកស្រីធំទើបតែទូរស័ព្ទមកគាត់ទាមទារឲ្យអ្នកស្រីតូចត្រូវតែទៅផ្ទះចាស់នៅព្រឹកស្អែកនេះអ្នកស្រីធំច្បាស់ជាចង់រកខុសហើយស្អែកនេះខ្ញុំនឹងទៅជាមួយអ្នកមិនបាច់ទេលោកយាយបានប្រាប់ឲ្យខ្ញុំទៅម្នាក់ឯងអ្នកទៅម្នាក់ឯងគាត់នឹងមិនធ្វើល្អដាក់អ្នកទេទោះបីជាអ្នកទៅជាមួយខ្ញុំគាត់ក៏មិនធ្វើល្អដាក់ខ្ញុំដែរអញ្ចឹងកាន់តែត្រូវទៅជាមួយអ្នកមានខ្ញុំនៅទីនោះយ៉ាងហោចណាស់គាត់ក៏មិនហ៊ានធ្វើលើសលុបពេកដែរប៉ុន្តែហ្វៃនៀនអ្នកជាប្រពន្ធរបស់ខ្ញុំរឿងរបស់អ្នកក៏ជារឿងរបស់ខ្ញុំដែរមានរឿងអ្វីដែលអ្នកត្រូវរែកពុនម្នាក់ឯងនោះទេល្អទោះបីលោកយាយនិយាយអ្វីក៏ដោយខ្ញុំនឹងនៅខាងអ្នកជានិច្ចអរគុណអ្នកសិនយ៉ាងឈឺវិននៀនឯងដឹងខ្លួនថាខុសហើយនៅលោកយាយខ្ញុំកំពុងសួរគាត់តើអ្នកចូលមកកាត់មុខធ្វើអ្វីលោកយាយមានអ្វីចង់និយាយសូមមេត្តាមានប្រសាសន៍មកឯងនៅចាំបានទេថាឯងជាចៅប្រាសាទតកូសិនព័ត៌មាននៅលើអនឡាញទាំងនោះឯងបានមើលហើយឬនៅបានមើលហើយត្បូងខៀវប្រចាំត្រកូលសិនរាប់រយឆ្នាំស្ទើរតែត្រូវបំផ្លាញដោយសារដែរឯងដឹងខ្លួនទេជាកំហុសរបស់ចៅប្រាសាទរឿងកន្លងមកគឺខ្ញុំខុសហើយដឹងខុសហើយតើមានប្រយោជន៍អ្វីទៅរឿងអាស្រូវរបស់អ្នកឥឡូវគេដឹងពេញបណ្ដាញសង្គមហើយអ្នកធ្វើឲ្យគ្រួសារត្រកូលសិនអាម៉ាស់មុខអស់ហើយលោកយាយរឿងទាំងនោះមានគេចង់បង្កាច់បង្ខូចគាត់ទេតើខ្ញុំកំពុងតែស៊ើបអង្កេតរឿងមានអ្នកណាទៅបង្កាច់បង្ខូចគាត់កើតទៅរឿងដែលគាត់បានធ្វើកាលពីមុនតើមានអ្នកណាទៅបង្ខំគាត់បានទៅលោកយាយកុំស្ដីបន្ទោសម៉ាក់អីម៉ាក់គឺជាម៉ាក់ដ៏ល្អបំផុតអានកូនមកទីនេះបានយ៉ាងម៉េចខ្ញុំឬអ្នកមីងលីនិយាយប្រាប់លោកយាយកុំដាក់ទោសម៉ាក់អីខ្ញុំមិនព្រមទេម៉ាក់បង្រៀនខ្ញុំកាត់ក្រដាសម៉ាក់តែងតែនិទានរឿងឲ្យខ្ញុំហើយថែមទាំងដេកកំដរខ្ញុំទៀតគាត់គឺជាម៉ាក់ដែលល្អបំផុតនៅលើโลกនេះបានហើយឃើញដល់មុខអានខ្ញុំនឹងផ្ដល់ឱកាសឲ្យអ្នកម្ដងទៀត
ប៉ុន្តែពិធីសែនដូនតានៅខែក្រោយអ្នកត្រូវតែតំណាងឲ្យត្រកូលសិនសម្ដែងល្ខោនស្រមោលបើក្រុមគ្រួសារទទួលស្គាល់រឿងចាស់ខ្ញុំនឹងមិនប្រកាន់ទៀតទេបើធ្វើមិនបានសម្រេចខ្ញុំយល់ហើយខ្ញុំនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពទៅចុះពិធីសែនដូនតានេះជាវិបត្តិប៉ុន្តែក៏ជាឱកាសដែរខ្ញុំត្រូវតែធ្វើឲ្យបានជោគជ័យនាងនេះគឺជាដូនតារបស់ត្រកូលសិនយើងយូរណាស់មកហើយតាំងពីសម័យសុងគឺជាង800ឆ្នាំមុនមែនទេដូនតារបស់ត្រកូលសិនគឺជាមេតុបធំដែលការពារតំបន់ហើយនាងកាលពីសម័យនោះគាត់មានស្នាដៃធំធេងណាស់ក្រោយមកស្ដេចបានប្រទានដីនេះឲ្យត្រកូលសិនទើបយើងមានទីលំនៅរហូតមកដល់សព្វថ្ងៃចុះលោកម្នាក់នេះវិញនេះគឺជាមេតុបសិនដែលជាស្ថាបនិកត្រកូលយើងគេនិយាយថាគាត់មិនត្រឹមតែពូកែច្បាំងទេថែមទាំងពូកែខាងតែងកំណាព្យនិងគំនូទៀតគាត់គឺជាមនុស្សពូកែទាំងក្បាច់គុណនិងអក្សរសាស្ត្រសិនយ៉ានឈីងអ្នកនាងមានរឿងអ្វីមែនទេគ្មានអ្វីទេឈ្មោះមេតុបម្នាក់នេះខ្ញុំហាក់ដូចជាធ្លាប់ឃើញនៅទីណាពីមុនប្រហែលជាចៃដន្យឲ្យទេដឹងតាក់ទងនឹងមេតុបរូបនេះនៅមានរឿងព្រេងនិទានមួយទៀតរឿងព្រេងអ្វីទៅគេនិយាយថាមេតុបនៅក្មេងគាត់ធ្លាប់លងស្រឡាញ់នារីសាមញ្ញម្នាក់គាត់ជាអ្នកសម្ដែងល្ខោនស្រមោលតែក្រោយមកនារីម្នាក់នោះក៏បាត់ខ្លួនដោយមិនដឹងមូលហេតុលោកមេតុបតាមរកពេញមួយជីវិតក៏រកមិនឃើញដែរមុនពេលស្លាប់គាត់នៅតែស្រែកហៅឈ្មោះនាងលោកមេតុបលងស្រឡាញ់នារីសម្ដែងល្ខោនស្រមោលម្នាក់នោះវាដូចគ្នាបេះបិទនឹងរឿងក្នុងល្ខោនស្រមោលសិនយ៉ានឈីងនិងសិនយ៉ានឈឺម្នាក់ជាមេតុបសម័យសុងម្នាក់ទៀតជាប្រធានក្រុមហ៊ុនសម័យទំនើបឈ្មោះខុសគ្នាតែមួយតួអក្សរមុខមាត់ក៏ស្រដៀងគ្នាខ្លាំងណាស់សិនយ៉ានឈឺថែមទាំងនិយាយគាត់ហាក់ដូចជាធ្លាប់រឿងល្ខោនស្រមោលនេះយូរមកហើយប្រហែលជាអត្ថន័យនៃការដែលខ្ញុំឆ្លងភពមកគឺបែបនេះឯងដើម្បីឲ្យរឿងរ៉ាវរវាងមេតុបនិងអ្នកសម្ដែងល្ខោនមានទីបញ្ចប់ខុសពីជាតិមុនពិធីសែនដូនតាខ្ញុំនឹងកែសម្រួលរឿងល្ខោននេះយកវាទៅសម្ដែងលើឆាកម្ដងទៀតមិនមែនគ្រាន់តែដើម្បីឆ្លងកាត់ការសាកល្បងរបស់លោកយាយទេតែដើម្បីបំពេញនិស្ស័យដែលមិនទាន់ចប់កាលពី800ឆ្នាំមុនអ្នកនាងស៊ូបានប្រាប់ហើយយកតែសាច់រឿងទេរបស់ផ្សេងកុំប៉ះពាល់ដឹងហើយកុំរអ៊ូតុំអីរកឃើញសាច់រឿងថ្មីហើយតោះទៅសាច់រឿងល្ខោនថ្មីគេពិតជាមានមហិច្ឆតាមែនហ៊ានយកល្ខោនដែលបាត់បង់រាប់រយឆ្នាំទៅសម្ដែងក្នុងពិធីសែនដូនតាអ្នកនាងស៊ូតើយើងគួរដោះស្រាយជាមួយសាច់រឿងនេះយ៉ាងណាពិធីសែនដូនតានៅចុងខែពាក់កណ្ដាលខែខ្ញុំមានការឡាយផ្ទាល់ខ្ញុំនឹងសម្ដែងរឿងនេះនៅថ្ងៃនោះតែធ្វើបែបនេះតើវាមិនច្បាស់ពេកទេច្បាស់ហើយចុះមិនវិញគេមានភស្តុតាងទេដល់ពេលគេសម្ដែងក្នុងពិធីសែនដូនតាគ្រប់គ្នានឹងគិតថាគេលួចចម្លងពីខ្ញុំដល់ពេលនោះត្រកូលសិននឹងត្រូវអាម៉ាស់មុខគេនឹងចប់តែម្ដងអ្នកនាងស៊ូពិតជាឆ្លាតវៃមែនឲ្យវិននានមើលឃើញផ្ទាល់ភ្នែកថាការខិតខំរបស់ខ្លួនត្រូវគេដណ្ដើមយកតែធ្វើអ្វីមិនកើតនេះទើបជាអ្វីដែលធ្វើឲ្យគេឈឺចាប់បំផុតស៊ូចៅកាលពីយប់មិញមានអ្នកណាខ្លះមកទីនេះខ្ញុំមិនដឹងទេលោកគ្រូវិនពេលខ្ញុំមកបើកទ្វារព្រឹកឃើញសោទ្វារក្រោយត្រូវបានតែមិនបាត់បង់របស់អ្វីទេអ្នកបើកថតឯកសារនោះគឺដើម្បីរក script មែនទេគោលដៅច្បាស់លាស់ម្លេះក្រៅពីស៊ូយូថងតើអាចជាអ្នកណាទៅscript ត្រូវគេលួចបាត់ហើយខ្ញុំសង្ស័យថាជាស៊ូយូថងអ្នកមិនអីទេមែនខ្ញុំមិនអីទេកុំបារម្ភរឿង script អីក្នុងពេលដែលនាងហ៊ានធ្វើបែបនេះប្រកាសជាបន្សល់ទុកតម្រុយខ្លាំងអ្នកមានគម្រោងយ៉ាងណានាងស្មានថាលួច script ទៅអាចបំផ្លាញខ្ញុំបាននាងពិតជា slow ត្រង់ពេកហើយយើងត្រូវប្រើល្បិចតបវិញនាងប្រហែលជាចង់ដណ្ដើមសម្ដែងរឿងដឹងយីងទូមុនយើងអញ្ចឹងខ្ញុំនឹងឲ្យនាងសម្ដែងចុះចាំដល់ពេលនាងសម្ដែងចប់នាងនឹងដឹងថាខ្លួនឯងធ្លាក់ក្នុងអន្ទាក់អ្នកប្រកាសចិត្តថានឹងធ្វើបែបនេះមែនទេស៊ូយូថងលួចយក script ដឹងយីងទូទៅនាងប្រកាសជាប្រញាប់សម្ដែងមុនជំនួសឲ្យការអង្គុយរងចាំគេវីប្រហារយើងគួរតែវីបកមុនអ្នកនាងចង់មានន័យថាបញ្ចេញព័ត៌មានคล้ายៗមែនទេត្រូវហើយធ្វើឲ្យនាងយល់ថាក្នុងពិធីបុណ្យសែនដូនតាខ្ញុំនឹងសម្ដែងរឿងចាំងជុនពេលនោះនាងនឹងប្រញាប់បដូរទៅសម្ដែងចាំងជុនលីងជំនួសវិញហើយបោះបង់រឿងដឹងយីងទូត្រូវហើយដល់ពេលនោះនាងនឹងខកបំណងទាំងពីរចំណែកខ្ញុំនឹងសម្ដែងរឿងពិតដែលខ្ញុំត្រៀមទុកគឺហើយខាងពីនាងនឹងគ្មានពេលប្រតិកម្មទាន់ឡើយអ្នកនាងពិតជាឆ្លាតវៃណាស់ដែលប្រើល្បិចដកហូតអាវុធពីដៃស្ត្រូវបែបនេះតែយើងត្រូវធ្វើម៉េចឲ្យនាងជឿលើព័ត៌មានคล้ายៗនេះនៅខាងក្រោយឆាកមានកម្មករម្នាក់មួយរយៈនេះឃើញគាត់ធ្វើខ្លួនគួរឲ្យសង្ស័យខ្ញុំនឹងធ្វើជានិយាយរបូតមាត់នៅចំពោះមុខគាត់ថាពិធីបុណ្យសែនដូនតាខ្ញុំនឹងសម្ដែងរឿងចាំងជុនលីងអ្នកនាងតើអ្នកចេះល្បិចកទាំងនេះតាំងពីពេលណាទៅរៀនពីលោកនឹងហើយមិនមែនលោកតែងតែបង្រៀនខ្ញុំថាទីផ្សារដូចជាសម្រាប់ភូមិទេអ្នកនាងស៊ូមានដំណឹងហើយដំណឹងអ្វីមនុស្សរបស់យើងដែលតាមដាននៅដឹងយីងគឺប្រាប់ថាមួយរយៈនេះវិននាងហាត់សំរឿងចាំងជុនលីងជារៀងរាល់ថ្ងៃគេថាគេនឹងសម្ដែងរឿងចាំងជុនលីងក្នុងពិធីបុណ្យសែនដូនតាមិនមែនរឿងដឹងយីងទូទេដឹងហើយខ្ញុំក៏ឆ្ងល់ដែរប្រហែលជាគេដឹងខ្លួនថាបាត់ script ប្រញាប់បដូររឿងសម្ដែងក៏ត្រូវដែរព្រោះ script ដឹងយីងទូនៅនឹងដៃខ្ញុំតើ
គាត់អស់ script ហើយច្បាស់ជាលេងចេញទៅបដូរទៅលេងរឿងមេតបរឿងនឹងគេលេងរាល់ថ្ងៃទៅហើយមើលទៅគាត់អស់ផ្លូវដែរហើយចុះយើងនៅសម្ដែងរឿងដឹងយីងទូទៀតទេមិនបាច់ទេគាត់បដូរខ្ញុំក៏បដូរដែរខ្ញុំមិនជឿទេថាខ្ញុំសម្ដែងរឿងមេតបចាញ់គាត់តាក់ទងក្រុមការងារភ្លាមហ្វឹកហាត់ឲ្យពេញរឿងមេតបបាត់នានសម្រាប់ខ្លះទៅកូនហ្វឹកហាត់4ម៉ោងជាប់គ្នាហើយណាប៉ាពិធីសែនដូនតានៅសល់តែ3ថ្ងៃទៀតកូនមិនអាចធ្វេសប្រហែសបានទេតែប៉ាក៏មិនចង់ឲ្យកូនហត់ពេកដែរប៉ាសាកស្ដាប់កូនសម្ដែងមើលល្អណាស់នានកូនពិតជាមិនធ្វើឲ្យប៉ាខុសបំណងមែនការយល់ដឹងរបស់កូនលើសប៉ាកាលពីមុនទៅទៀតនេះជារឿងរ៉ាវត្រកូលសិនកូនត្រូវតែសម្ដែងឲ្យល្អដើម្បីឲ្យកូនចៅត្រកូលសិនដឹងថាដូនតារបស់ពួកគេអស្ចារ្យប៉ុណ្ណាអ្នកនាងស៊ូពិធីសែនដូនតានៅសល់3ថ្ងៃទៀតអ្នកនាងប្រកាសចិត្តថានឹងឡាយសម្ដែងរឿងមេតបឥឡូវនេះមែនហើយខ្ញុំចង់ឲ្យអ្នកទាំងបណ្ដាញដឹងថារឿងនេះខ្ញុំជាអ្នកសម្ដែងមុនដល់ពេលនាងសម្ដែងក្នុងពិធីសែនដូនតាអ្នកគ្រប់គ្នានឹងគិតថានាងចម្លងខ្ញុំតែពេលវេលាវឹកហាត់យើងខ្លីពេកខ្លាចមានកំហុសស្ងាត់មាត់ខ្ញុំស៊ូយូថងធ្លាប់ឆ្លងកាត់អ្វីមកអស់ហើយចាប់ផ្ដើមឡាយសួស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំយកសិល្បៈស្រមោលដ៏ស្រស់ស្អាតរឿងមេតបនេះជាអ្វីដែលខ្ញុំចំណាយពេល3ខែដើម្បីរៀបចំសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តបងយូថងពូកែខ្លាំងណាស់សិល្បៈស្រមោលនេះស្អាតណាស់ពិតជាស័ក្តិសមជាទេពធីតាវប្បធម៌មែនវិញ្ញាណចាំមើលថាឯងនឹងតាំងជាមួយខ្ញុំដោយរបៀបណានាងចាញ់បោកហើយមិនមែនត្រឹមតែចាញ់បោកទេគាត់ថែមទាំងបង្ហោះរឿងមេតបលើអនឡាញមុនទៀតចប់ហើយក្នុងពិធីសែនដូនតាគាត់លែងមានឱកាសលួចចម្លងខ្ញុំទៀតហើយអ្នកធ្វើបែបនេះដោយចិត្តណាមែនទេពិតមែនហើយគាត់ស្មានថាការដណ្ដើមបង្ហោះមុននឹងធ្វើឲ្យគាត់ឈ្នះតែគាត់មិនដឹងទេថានោះគឺជាអន្ទាក់របស់ខ្ញុំនិយាយមកមើលមេតបជារឿងធម្មតាទេអ្នកសម្ដែងស្រមោលភាគច្រើនសុទ្ធតែចេះលេងមិនមានអ្វីប្លែកទេតែរឿងហៃທາງខុសគ្នាវាជារឿងពិតរបស់ដូនតាត្រកូលសឹមមិនដែលបានសម្ដែងជាសាធារណៈទេវាពិតជាបង្ហាញពីកិត្តិយសរបស់ដូនតាអ្នកហើយការសម្ដែងប្រញាប់ប្រញាល់របស់គាត់ច្បាស់ជាមានចន្លោះប្រហោងចាំដល់ចប់ពិធីសែនដូនតាយើងនឹងបញ្ចេញភស្តុតាងដែលគាត់លួចស្គ្រីនបដូររឿងសម្ដែងភ្លាមពេលនោះកេរ្តិ៍ឈ្មោះគាត់នឹងរលាយអស់រឿងមេតបខ្ញុំសម្ដែងរួចហើយបើគាត់សម្ដែងទៀតក៏គ្រាន់តែជាការចម្លងដែរចាំមើលគាត់ដោះស្រាយយ៉ាងម៉េចសូមអញ្ជើញអ្នកនាងវិននានកូនប្រសាត្រកូលសឹមឡើងសម្ដែងល្ខោនស្រមោលទឹកហូរជន់លេខហៃທາງមេតបនៅចាំការពារចុះមិនមែនសម្ដែងរឿងមេតបទេជាឈាមស្រោចស្រពដីកំណើតដើម្បីសុខសាន្តប្រជាជននេះជារឿងដូនតាពិតកាលពីមុនដូនតាត្រកូលសឹមដឹកនាំប្រជាជនទប់ទឹកជំនន់គឺជារឿងនេះឯងខ្ញុំធ្លាប់ពឺជីតាខ្ញុំនិយាយប្រាប់កាលពីក្មេងមិននឹកស្មានថាថ្ងៃនេះបានឃើញផ្ទាល់ភ្នែកទោះស្លាប់ទៅវិញ្ញាណនៅស្ថិតស្ថេរកូនចៅត្រកូលសឹមបន្តវេនត្រៀងទៅល្អណាស់រឿងនេះអ្នកជាអ្នកតែងផ្ទាល់មែនទេវិញ្ញាណចាប់ពីថ្ងៃនេះទៅអ្នកគឺជាកូនប្រសារដែលត្រកូលសឹមទទួលស្គាល់រឿងកន្លងមកយើងនឹងមិនប្រកាន់ទៀតទេវិញ្ញាណខ្ញុំមិនព្រមចាញ់ញីបែបនេះទេឯងនៅតែជាមនុស្សគ្មានប្រយោជន៍ខ្ញុំចំណាយលុយច្រើនណាស់ចុងក្រោយបែរជាចាញ់បោកវាអ្នកនាងស៊ូសុំចិត្តត្រជាក់ឲ្យខ្ញុំត្រជាក់យ៉ាងម៉េចកើតក្នុងពិធីសែនដូនតាវាលេចធ្លោជាងគេសូម្បីតែស្ដេចក៏សរសើរវាដែរចុះឥឡូវយើងត្រូវធ្វើម៉េចគាត់ស្មានថាឈ្នះពិធីសែនព្រេនហើយគឺចប់រឿងហើយមែនទេឆោតដឹងណាស់លោកគ្រូពេទ្យចិនលោកធ្លាប់ពិគ្រោះយោបល់ផ្លូវចិត្តឲ្យវិញ្ញាណមែនទេបាត់កាលពីខែមុនលោកសិនបានអញ្ជើញខ្ញុំទៅពិគ្រោះឲ្យគាត់ពីរបីដងដែរពេលពិគ្រោះនោះគាត់មាននិយាយអ្វីប្លែកទេអ្នកស្រីមិនស្រួលស្រីមើលក្នុងអនឡាញទៅភ្ញាក់ផ្អើលភរិយាលោកសិនទំនងជាមានជំងឺវិកលចរិតគ្រូពេទ្យផ្លូវចិត្តទម្លាយសម្លេងថតពេលព្យាបាលមិនចម្លែកទេដែលនាងស្រាប់តែផ្លាស់ប្ដូរទៅតាមពិតទៅនាងមានជំងឺវិកលគ្រូសាត្រកូលសិនពិតរៀបការបានប្រពន្ធឈួតម៉ាក់កើតអីហ្នឹងមុខម៉ាក់ស្លេកអស់ហើយកុំមើលអីរឿងនេះម៉ាក់ជាអ្នកដោះស្រាយពន្យាពេលសម្លេងថតនោះ5ឆ្នាំខ្ញុំត្រូវការឲ្យអ្នកប្រាប់ការពិតមកខ្ញុំអ្នកជានរណាឲ្យពិតប្រាកដសម្លេងថតនោះជារឿងពិតមែនទេពិតមែនអ្នកនិយាយថាខ្ញុំមិនមែនជាវិញ្ញាណម្នាក់មុនមែនទេមានន័យថាម៉េច
បើខ្ញុំប្រាប់ការពិតដល់អ្នកតើអ្នកនឹងជឿខ្ញុំទេនិយាយមកខ្ញុំមិនមែនជាវិញ្ញាណម្នាក់មុននោះទេ2 ខែមុនពេលនាងធ្លាក់ពីលើជាន់លើវិញ្ញាណម្នាក់មុនបានបាត់ខ្លួនបាត់ទៅហើយមនុស្សដែលនៅក្នុងរាងកាយនេះឥឡូវនេះគឺជារូបខ្ញុំអ្នកកំពុងនិយាយរឿងអីហ្នឹងខ្ញុំដឹងថាវាស្ដាប់ទៅមិនសមហេតុផលតែវាជាការពិតខ្ញុំមកពីពិភពលោកមួយទៀតនៅពិភពលោកនោះខ្ញុំក៏ឈ្មោះវិញ្ញាណដែរជាអ្នកស្នងមរតកសិល្បៈរបាំស្រមោលថ្ងៃនោះខ្ញុំចៃដន្យឲ្យត្រូវផ្ទាំងស្លាកសញ្ញាធ្លាក់សង្កត់ពេលភ្ញាក់ឡើងក៏ក្លាយជាម្ចាស់រាងកាយនេះទៅអញ្ចឹងហើយបានជាអ្នកចេះរបាំស្រមោលមិនមែនព្រោះតែធ្លាប់រៀនកាលពីក្មេងទេតែព្រោះវាជាជំនាញរបស់ខ្ញុំផ្ទាល់វិញ្ញាណម្នាក់មុនមិនចេះរបាំស្រមោលសំបីតែបន្តិចតាំងពីអាយុ6 ឆ្នាំមកនាងមិនដែលប៉ះវាទៀតទេអ្នកមិនជឿខ្ញុំមែនទេខ្ញុំដឹងតាំងពីដើមមកហើយរឿងបែបនេះអ្នកណាទៅជឿសុំទោសខ្ញុំគួរតែប្រាប់បងឲ្យលឿនជាងនេះតែខ្ញុំខ្លាចបងគិតថាខ្ញុំឈួតបងមិនបាច់ពិបាកចិត្តទេបើបងចង់ឲ្យខ្ញុំទៅខ្ញុំនឹងទៅយ៉ានស៊ីខ្ញុំមិនខ្វល់ទេខ្ញុំធ្លាប់ប្រាប់ហើយទោះបីជាបងជាអ្នកណាខ្ញុំក៏នៅតែស្រឡាញ់បងជឿខ្ញុំមែនទេរឿងឆ្លងភពបែបនេះបើជាកាលពីមុនខ្ញុំប្រកាសជាគិតថាជារឿងមិនអាចទៅរួចចុះយ៉ាងម៉េចទៀតតែមានរឿងខ្លះមិនអាចពន្យល់ដោយតវិជ្ជាបានទេយ៉ាងស៊ីទោះការពិតជាយ៉ាងណាខ្ញុំជ្រើសរើសជឿបងព្រោះខ្ញុំស្រឡាញ់បងខ្ញុំមិនដឹងថាហេតុអ្វីបានជាឆ្លងភពមកទីនេះដំបូងឡើយខ្ញុំគ្រាន់តែចង់រស់ក្រោយមកខ្ញុំក៏បានជួបបងបានជួបអានហើយបន្ទាប់មកទៀត